បន្ទាប់ការឈឺចាប់ជំហំនៃការឈឺចាប់ប្រជាពលរដ្ឋនៅរងឱកាសដើម្បីទាមទារយកទឹកដីយើងមកវិញអ្នកណាគេទទួលយកមានតែជនក្បត់ជាតិទេដែលទទួលយកតែជនសាហាជាតិគេអត់ទទួលយកទេតែមិនទាន់មានឱកាសយ៉ាងម៉េចអ្នកឯងអំណាចសពថ្ងៃអំណាចយួនគ្រប់គ្រងហើយគ្រប់គ្រងលើទឹកដីខ្មែរឲ្យយើងមានឱកាសទៅទាមទារយ៉ាងម៉េចដូចជាចំណុចអស់ហ្នឹងពេលហ្នឹងដែលយើងត្រូវការរកឲ្យឃើញឃាតករដែលសម្លាប់ជាតិខ្មែរយើងដល់ពិតប្រាកដហ្នឹងវាយយើងមើលឃើញច្បាស់ហើយតាគេហៅថាគណៈបកប្រជាជនរាជានិយមគណៈបកសង្គ្រោះជាតិក្រុមទាំង3ហ្នឹងសិតជាក្រុមបម្រើយួនសម្រាប់ខ្មែរដូចជាបានបញ្ជាក់បង្ហាញឲ្យឃើញហើយឥឡូវប្រជាពលរដ្ឋជ្រៀតឱកាសហ្នឹងដើម្បីមើលឃើញពីអបាយកលនៃនយោបាយបម្រើយួនសម្រាប់ខ្មែរដែលសបបញ្ជាក់ឲ្យឃើញដូចអាកែវភ្លឺឯងដែលមើលឃើញថាសកម្មភាពបម្រើយួនសម្រាប់ខ្មែរដោយបង្កើតនៅទំហំនៃការជិះចាប់ឲ្យប្រជាពលរដ្ឋមានការជិះចាប់កាន់តែខ្លាំងឡើងទៀតនេះដែលស្ដាប់ទៅមិនអាចនឹងបើយើងនិយាយទៅគ្មានជំហរជាអ្នកនយោបាយគ្មានជំហរជាអ្នកដែលការពារជាតិខ្លួនឯងដល់ពិតប្រាកដបម្រើតែយួនសម្រាប់ប្រជាខ្លួនឯងហើយចង់យកភាពត្អូញត្អែមកណាជិះជឿនសម្រាប់ប្រជាពលរដ្ឋឯងមកត្អូញត្អែខ្លួនឯងធ្វើការវេទនាហើយមិនវេទនាដោយគេដឹងពីអបាយកលនយោបាយplanយកទឹកដីខ្មែរនោះអាហ្នឹងហើយដែលសបញ្ជាក់បង្ហាញឲ្យឃើញច្បាស់ថានេះគេហៅថាជនក្បត់ជាកែវភ្លឺហើយបាទខ្ញុំចាក់បន្ថែមទៀតខ្ញុំសង្កេតឃើញមាន3ចំណុចសំខាន់គឺទី1គឺគណៈបកប្រឆាំងខ្លួនគាត់នេះបាត់បង់នៅប្រជាប្រិយភាពគាត់បាត់បង់នៅប្រជាប្រិយភាពនៅក្រោមការដឹកនាំនយោបាយរបស់គាត់អញ្ចឹងអ្នកគាំទ្រគាត់មួយចំនួនគឺបានងាកឯងហើយគាត់បានដឹងច្បាស់និយាយប្រធានបទស្អីក៏គេលែងស្ដាប់ដែរហើយខ្ញុំអត់ចូលស៊ីជម្រៅតាក់ទងការដឹកនាំផងគាត់ទេក៏ប៉ុន្តែគឺប្រធានបទមួយដែលគាត់អាចទាញយកស្ដារប្រជាប្រិយភាពឡើងវិញគឺតាក់ទងបញ្ហាព្រំដែននេះគឺគាត់បញ្ឆេះបញ្ហាជាតិនិយមបញ្ហាបញ្ឆេះរើសអើងពូជសាសន៍ហើយដូចអាយដាមថ្នាក់ដឹកនាំមានប្រសាសន៍មិនលោកមានប្រសាសន៍មិនថាមិនមែនជាបញ្ហាដែលជាតិនិយមស្រឡាញ់ទឹកដីអីតែម្នាក់ឯងទេគឺជាការស្រឡាញ់ទាំងអស់គ្នារួមគ្នាស្រឡាញ់រួមគ្នាការពារហើយចំណុចនេះខ្ញុំសូមជម្រាបជូនគាត់កំពុងតែយកប្រធានបទនេះដើម្បីស្ដារតាក់ទាញការគ្រប់គ្រងពីប្រជាជនឡើងវិញចំណុចទី2គឺគាត់អត់ទាន់មានលេសពីព្រោះបង្កើតវប្បធម៌សន្តានានេះគាត់អត់ទាន់មានលេសថាតើគាត់ត្រូវបំបះបបោប្រឆេះយកអាដែងប្រជាប្រិយភាពនេះវាមិនទេតែចៃដន្យដោយសារអាដែងមានបញ្ហានៅមូលដ្ឋានបន្តិចហ្នឹងដោយសារតែមេឃុំអាដាមទេសរដ្ឋមន្ត្រីបានក៏មកលោកថាមេឃុំហ្នឹងសង្គ្រោះជាតិគ្នាគាត់ទៀតអញ្ចឹងឆ្កឹះអាហ្នឹងបន្តិចមកដើម្បីឲ្យមានលេសសម្រាប់ពួកគាត់ហ្នឹងធ្វើកិច្ចការរឿងព្រំដែនហ្នឹងដើម្បីទាញការចាប់អារម្មណ៍ពីជាតិអន្តរជាតិដោយការមួលបំភ្លៃប្រវត្តិសាស្ត្របំផ្លើសនៅការពិតអាហ្នឹងហើយដែលធ្វើឲ្យមានបញ្ហានេះកើតឡើងហើយចំណុចនេះក៏ជាប្រធានបទមួយដើម្បីចំណុចទី3ដែលខ្ញុំកត់សម្គាល់គាត់នឹងចិញ្ចឹមបញ្ហានេះរហូតដល់ពេលបោះឆ្នោតឃុំសង្កាត់2017 2018ពីព្រោះម្លងតែឆ្នាំមួយទៀតទេចូលដល់បោះឆ្នោតឃុំអញ្ចឹងគាត់នឹងបន្តទៅទៀតបាទគាត់នឹងបន្តទៅទៀតចំណុចគឺនៅត្រង់សំខាន់ចំណុចនេះឥឡូវឲ្យបងប្អូនយើងស្ដាប់មើលទៅអាលោកកៅភ្លឺដែលនិយាយថាគេហៅថាវាជាល្បិចហើយល្បិចហ្នឹងក៏ជាល្បែងក្លាស៊ីកូកូស៊ីក្លាវាអត់មានរឿងអីទៅចោទប្រកាន់ដាក់គ្នាទេឥឡូវវាអត់មានតែមានតែគណៈបកសង្គ្រោះជាតិនិងគណៈបកប្រជាជនហើយមានអំណាចធំនៅក្នុងរាជរដ្ឋាភិបាលដូច្នេះចំណុចអស់ហ្នឹងវាចោទគ្នាទៅវិញទៅមកដើម្បីដោះស្រាយពីបញ្ហាវិបត្តិរវាងព្រំដែនតែអ្វីក៏ដោយវាចោទគ្នាទៅវិញមួយចោទតែមួយចោទតែមួយដល់តែចុងបញ្ចប់វាចូលរួមជាមួយគ្នាទាំងពីរទឹកដីយួនយកអស់ណានេះល្បិចដូចគ្នាតែល្បិចចោទដាក់គ្នាទៅវិញទៅមកកិនក៏ប៉ុន្តែគេហៅថានេះជាវប្បធម៌សន្តានាដល់សរុបទៅសេចក្តីទៅវាប្រើនៅពាក្យមួយគេហៅថាវប្បធម៌សន្តានាទឹកឡើងត្រីស៊ីស្មៅទឹកហោចស្មៅជីត្រីស៊ីចុះស៊ីឡើងទឹកដីបាត់បង់ណាអាលេះដែលឥឡូវនេះមកចោទប្រជាពលរដ្ឋឲ្យទិញថាប្រជាពលរដ្ឋទៅលួចដីយួនពីព្រោះហេតុថាលួចដីយួនថាប្រជាចោទប្រជាពលរដ្ឋខ្មែរយើងទៅធ្វើស្រែនៅលើដីយួនតែយួនមកយកទឹកដីខ្មែរយើងហើយបែរជាពួកអាក្រុមក្បត់ហ្នឹងបានវាមកចោទប្រជាពលរដ្ឋថាប្រជាពលរដ្ឋហ្នឹងទៅលួចដីយួនអញ្ចឹងដូចយើងនិយាយចឹងយួនមកយកដីហេងសំរិនមកយកដល់ផ្ទះហើយដូចចំណុចហ្នឹងពង្វៀងដីហេងសំរិនលូកមកដល់មុនដីនេះមួយទៀតក៏ប៉ុន្តែយើងមិនបាច់និយាយអីវិញឆ្ងាយទេព្រោះយើងមានសន្ធិសញ្ញាបានបើសិនជាចង់ដោះស្រាយវិបត្តិថាខ្មែរយើងលួចដីឬយួនលួចដីវាងាយស្រួលទេហៅបារាំងឡើងទៅតុលាការអន្តរជាតិដើម្បីយកពីផែនទីយើងយកពីឆ្នាំ1949ដែលបារាំងបានប្រគល់ទឹកដីឲ្យខ្មែរយើងណាបានន័យថាយើងយកមកឆែកឡើងវិញឲ្យអន្តរជាតិឆែកទៅពាក្យហៅថាការណាដែលយើងចោទថាអ្នកណាលួចដីអ្នកណាយកដីអ្នកណាបារាំងជាអ្នក
អ្នកកំណត់នៅអាណានិគមដូចជាបារាំងត្រូវតែចេញមកទទួលខុសត្រូវនៅក្នុងសម័យអាណានិគមបារាំងវាអត់យូរឥឡូវបើយើងនិយាយទៅវាទៅ66ឆ្នាំទេបានន័យថាវាអត់យូរទេអាចហៅបារាំងមកធ្វើជាសាក្សីបញ្ជាក់បង្ហាញឲ្យឃើញថាទឹកដីខ្មែរយើងតើវាគ្រប់ចំនួនទេនៅក្នុង181,043 គីឡូម៉ែត្រការ៉េអាហ្នឹងបើចង់បញ្ជាក់បង្ហាញឲ្យបានច្បាស់លាស់ហើយមិនបាច់ទៅរោណាញ៉ៃញ៉ៃទេឥឡូវយើងមើលឃើញហើយសកម្មភាពពួកហ្នឹងបំរើតែយួនសម្រាប់ខ្មែរហើយបកគលអំណាចឲ្យយួនចង់ធ្វើអីធ្វើទៅយកដីប្រមាណសម្របសម្រួលតាមយួនទាំងអស់ពីព្រោះហេតុអីយួនគេដាក់ទាហានតាមព្រំដែនខ្មែរយើងឲ្យមានដាក់ទាហានតាមព្រំដែនបែរជាលើកទាហានទៅដាក់ទាហានទៅតាមព្រំដែនព្រះវិហារចឹងយើងសួរថាចុះព្រំដែនខ្មែរយើងតែនៅខាងកើតវិញហេតុអីបានមិនព្រមដាក់ទាហាននេះតែបញ្ជាក់បង្ហាញឲ្យច្បាស់ហើយតាសួរថាបំរើយួនអត់ទេឥឡូវហ្នឹងអាហ្នឹងយើងយកលក្ខណៈហ្នឹងដើម្បីមកចុះបង្ហាញបញ្ជាក់ច្បាស់ណាសួរថាឥឡូវហ្នឹងរាជរដ្ឋាភិបាលខ្មែរបំរើយួនអត់ទេខាងលិចយើងមានព្រំដែនមានសន្ធិសញ្ញាតម្កល់នៅលើច្បាប់អន្តរជាតិរួចទៅហើយតែព្រំដែនខាងកើតយើងសូមសួរថាហេតុអីបានមិនព្រមដាក់កងទ័ពតាមព្រំដែនយួនគេដាក់ទាហានតាមព្រំដែនដើម្បីការពារបូរណភាពទឹកដីហេតុអីបានខ្មែរយើងមិនព្រមដាក់ទាហានការពារបូរណភាពទឹកដីដែរហេតុអីកន្លែងហ្នឹងឲ្យលោកកៅភ្លីភ្លើឯងទៅបកស្រាយឲ្យបានច្បាស់លាស់ពីបញ្ហាសម្ដីនៃការនិយាយស្ដីហ្នឹងតែចោតប្រកាន់ថាគេហ្នឹងថាចោតខ្លួនឯងជាយួនតើយកខ្លួនឯងយួនឬមិនយួនឥឡូវបកស្រាយកន្លែងហ្នឹងបាទខ្ញុំចាំថែមទៀតហើយខ្ញុំសូមជម្រាបជូនថាអាដាមអបបញ្ញរដ្ឋមន្ត្រីហៅណាំហងលោកធ្វើលិខិតឆ្លើយតបទៅនឹងតំណាងរាស្ត្រអាដាមនីវ៉ាន់គាត់3ពិនិត្យមើលពិចារណាចំណុចនេះខ្ញុំស្គាល់គាត់ច្បាស់មិនមែនអាដាញចាក់ដើមមកប្រឆេះហើយបញ្ឈួលអាដាញខាងយុវជនមកចង់ធ្វើបាតកម្មស្អីនេះទេក្នុងលិខិតរបស់លោកក្នុងការសរសេរឆ្លើយតបតំណាងរាស្ត្រខ្លីចំប្រធានបទហើយនិយាយឲ្យចំទៅនិយាយត្រង់ការសរសេរត្រង់នេះភាសាខ្មែរគេថានិយាយត្រង់ពេកវាមិនសូវជាព្រោះបាទវាគេថាចេញមកវារែងស្លែងបើសិនជាអដិញអ្នកនយោបាយអ្នកខលខូចគេសរសេរពាត់ជុំវិញអញអញៃកងចុះកងឡើងត្រង់តែថ្នមចិត្តអដិញតំណាងរាស្ត្រក្នុងការប្រើសំណួរម្លេះសំអ្នកឯងអត់មានច្រឡោតចឹងទេក៏តែការដែលបង្ហាញច្បាស់លាស់នេះធ្វើឲ្យមានការភ័ន្តច្រឡំដោយសារគាត់ត្រង់លោកត្រង់ខ្ញុំពិនិត្យមើលក្នុងអដិញខ្លឹមសារនៃលិខិតនេះឥឡូវយើងនិយាយថាជនក្បត់ហៅណាំហុងនិយាយថាខ្លួនឯងនិយាយត្រង់វាអស់ជំរឿហើយអស់ជំរឿបោកប្រជាពលរដ្ឋហើយឆ្នាំ2011ថាផ្អាកដីនឹងដើម្បីកុំឲ្យប្រជាពលរដ្ឋធ្វើស្រែថាដីនឹងដីពលយូរតែប្រជាពលរដ្ឋគេអត់សុខចិត្តប្រជាពលរដ្ឋគេអត់សុខចិត្តដូចជាចំណុចហ្នឹងហើយដែលគេចាប់ផ្ដើមបន្តទៀតនៅឆ្នាំ2015ដោយសាររឿងអីដីដូនតារបស់ខ្មែរដែលបន្សល់ពីបារាំងមកបារាំងជាអ្នកកំណត់ហើយបារាំងក៏អ្នកទទួលខុសត្រូវរាល់បញ្ហាទាំងអស់បើសិនជារោគដំណោះស្រាយនៅភាពយុត្តិធម៌ដើម្បីឲ្យសង្គមជាតិខ្មែរយើងឲ្យពិតប្រាកដតែយើងសួរថាកៅភ្លីភ្លើឯងបាននិយាយរស់ហេតុផលរូបភាពយុត្តិធម៌ឲ្យប្រជាពលរដ្ឋទៅលើកដំកើងជនក្បត់ហៅណាំហុងមកថាមនុស្សហ្នឹងជាជនស្នេហាជាតិស្នេហាគេស្នេហាអីនិយាយពីត្រង់អីត្រង់និយាយពីត្រង់យ៉ាងម៉េចហើយនិយាយពង្រៀនយ៉ាងម៉េចទៀតបើនិយាយពង្រៀនវានៅតែថាខ្មែរយើងយកដីយួននិយាយត្រង់ក៏នៅតែខ្មែរយើងយកដីយួននិយាយពង្រៀនក៏នៅតែខ្មែរយើងយកដីយួនបានន័យថាមកចោតខ្មែរយើងជាចោតខ្មែរយើងជាចោតទៅលួចដីយួនបែរជាយួនគឺជាអ្នករងគ្រោះទៅវិញតើយើងនិយាយថាទំហំជីចាប់ហ្នឹងអ្នកណាអ្នកជីចាប់ដែលយើងចង់បញ្ជាក់បង្ហាញឲ្យបានច្បាស់លាស់ដែលមើលឲ្យឃើញច្បាស់ថាជនក្បត់ជាតិជនបំផ្លាញជាតិលើកដំកើងយួនសម្រាប់ជាតិខ្មែរដោយឯកៅភ្លីភ្លើឯងការនិយាយស្ដីហ្នឹងសូមសួរថាការនិយាយស្ដីចំណេញមកជាតិខ្មែរទេបានន័យថានិយាយទៅកុំតិចជាតិសាសខ្លួនឯងតើសមជាហៅតាជាជនជាតិខ្មែរទេកៅភ្លីភ្លើឯងយកទស្សនៈនឹងយកទៅវិភាគឡើងវិញទៅបាទខ្ញុំចាំបន្ថែមទៀតហើយសូមបើកវងកញ្ចក់ខ្លីតាក់ទងអាដាមអបៈលោកមានប្រសាសន៍ហើយតែបញ្ហានេះជាបញ្ហាទឹកដីព្រំដែនផងយើងនេះផែនទីផងយើងគឺជាកេរមរតកបន្សល់ទុកពីសម័យបារាំងសម្ដេចតេជោលោកបានមានប្រសាសន៍ច្បាស់លាស់ហើយខ្ញុំទ្រាំតែសូមបញ្ជាក់សារជាថ្មីបន្តិចដែលខ្ញុំបានស្ដាប់នៅប្រសាសន៍ของលោកបញ្ហាដែលកើតមានឡើងនៅបញ្ហាព្រំដែននេះគឺបន្សល់ទុកផែនទីពីសម័យអាណានិគមបារាំងគឺរដ្ឋបាលបារាំងហ្នឹងគូមកអាការគូផែនទីមកហ្នឹងគឺចំណុចសំខាន់ដែលធ្វើឲ្យមានបញ្ហាហ្នឹងគឺអត់បានសួរពីសម័យប្រទេសទេมันបានជំនុំជាមួយសម័យប្រទេសទេនៅពេលនេះគឺរដ្ឋបាលបារាំងគូសមកគូសខ្លួនឯងហើយអត់ដឹងតាក់ទងភូមិសាស្ត្រប្រវត្តិសាស្ត្រវប្បធម៌ប្រជាជនអីទេគឺគាត់គូអត្តនោម័តដល់ពេលកំណត់ហ្នឹងគឺមានការផ្លាស់ប្ដូរអារឿងខ្សែព្រំដែនហ្នឹងច្រើនទៀតច្រើនដងច្រើនសារអត់មានជំនុំជាមួយអាដេញម្ចាស់សម័យនៅមូលដ្ឋានអញ្ចឹងអាបញ្ហាបសល់ទុកមកហ្នឹងវានៅសល់អញ្ចឹងហើយប្រជាជនខ្មែរយើងនៅថាធ្វើស្រែយូរហើយរាប់សិបឆ្នាំតាំងពីដូនតាជាការពិតហើយដោយសារយើងអត់បានតន់កំណត់ព្រំដែនមួយច្បាស់លាស់បសល់ទុកពីសម័យបារាំងមកវានៅតែអញ្ចឹងវានៅកាន់កាប់អញ្ចឹងដល់ពេលយើងកំណត់ទៅតាមអាដេញខ្សែព្រំដែនហ្នឹងមកឧទាហរណ៍លោកបានបំភ្លឺហើយថាមានភូមិខ្លះចូលទៅក្នុងទឹកដីវៀតណាម
ហើយភូមិខ្លះផ្នែកខ្លះនៃវៀតណាមចូលមកខាងយើងឥឡូវវាចាប់ផ្ដើមយើងត្រូវអាកាត់ឥឡូវយើងមើលឃើញក្រុមពួកអាជនក្បត់ជាតិដើម្បីមកបំភ្លឺបំភ្លៃបំផន់មតិជាតិវិយោទស្សនៈមួយទៅចោតបារាំងថាបារាំងគ្មានការចេះដឹងអីទេណាគូសវាផែនទីទៅពីទៅពីដើម្បីវិយោភាពដោះសារឲ្យអាក្រុមពួកក្បត់នឹងឲ្យរួចខ្លួនចំណុចនេះដែលយើងសបបញ្ជាក់បង្ហាញឲ្យច្បាស់ហើយតាយើងបង្ហាញឲ្យច្បាស់ណាវាលើកដំកើងជនក្បត់ដើម្បីឲ្យវាមានភាពរួចខ្លួនមកចោតបារាំងថាការគូសវាផែនទីហ្នឹងអត់មានការពិតអត់មានមូលដ្ឋានមិនបានហៅអ្នកប្រទេសទាំងពីរហ្នឹងរវាងយួនហើយនិងខ្មែរដើម្បីឲ្យមកកក់កំណត់ឲ្យច្បាស់លាស់យើងទៅតោងឲ្យច្បាស់លាស់ចំណុចហ្នឹងយើងបញ្ជាក់បង្ហាញបារាំងគេធ្វើអីគេកំណត់មកគេច្បាស់ណាគេគ្មានស្អីដែលហៅថាលិចលើស្មើក្រោមទេតែចំណុចមួយដែលយើងទៅចែកឲ្យច្បាស់លាស់ពីបញ្ហាយើងនិយាយថារវាងព្រំដែនខាងលិចនៅក្នុងឆ្នាំ1904និងក្នុងឆ្នាំ1907យើងគិតមើលសិទ្ធិសញ្ញាឆ្នាំ1904ក្រោយពីឆ្នាំ1904បានគេបញ្ចប់ព្រំដែននៅក្នុងព្រំដែនខាងលិចហ្នឹងហើយគេដាក់បង្គោលលាក់រហូតដល់380លាក់តាមបណ្ដោយព្រំដែនរបូតឡើងទៅដល់លើកំពូលភ្នំដងរែកយើងសុំសួរថាតើបារាំងគេធ្វើក្នុងរយៈពេលតែ3ឆ្នាំទេគេបញ្ចប់ព្រំដែនអស់ហើយយើងនិយាយបែរជាខ្មែរយើងវិញណាយើងបែរជាយើងនិយាយមកខ្មែរយើងវិញសិទ្ធិសញ្ញាបន្ថែមពី85ណាដែលគេចាត់ទុកថាជាផែនទីអត់ស្របទៅតាមក្បួនខ្នាតអញ្ចឹងគេលុបចោលឥឡូវមកបន្ថែមនៅក្នុងឆ្នាំ2005ណាដែលយកផែនទីបន្ថែមនៅក្នុងឆ្នាំ2005វាខុសពីច្បាប់វាខុសពីបារាំងបានបន្សល់ទុកឲ្យដូចជាចំណុចអស់ហ្នឹងដែលយើងត្រូវនាំគ្នាត្រូវយកមកឆែកឡើងវិញហើយត្រូវទាញបារាំងដើម្បីមកឈរលើចំណុចកណ្ដាលដូចជារវាងព្រំដែនដែលឈរទៅលើការគៀបសង្កត់រវាងប្រទេសមួយមកគៀបសង្កត់លើប្រទេសមួយដើម្បីកំណត់យកព្រំដែនវាខុសពីច្បាប់អន្តរជាតិដូចជាបើចង់ឈរទៅលើច្បាប់អន្តរជាតិឲ្យបានមានភាពត្រឹមត្រូវអញ្ជើញបារាំងឡើងមកដើម្បីបំភ្លឺរាល់បញ្ហាអស់ហ្នឹងឲ្យមើលឃើញតើព្រំដែនហ្នឹងវាមានការពិតឬក៏អត់ហើយទន្ទឹមនៅពេលហ្នឹងយើងនិយាយពីកោះត្រល់រឿងបារាំងក៏បានដាក់ថាចរចាគ្នាថ្ងៃក្រោយបែរជាចង់បញ្ចប់បកគលទៅឲ្យយួនដោយសម្ងាត់អាហ្នឹងយើងមើលឃើញអារឿងកោះត្រល់អាហ្នឹងខ្ញុំមិនទាន់និយាយពីរឿងកោះត្រល់ឥឡូវយើងនិយាយពីព្រំដែនបែរជាយល់លេសមកលើកដំកើងហើយមកថាដូរដីសិតតែវិធីបោកប្រជាពលរដ្ឋទាំងអស់សិតតែជាវិធីបោកប្រជាពលរដ្ឋទាំងអស់បាទហើយបន្ទាប់មកខ្ញុំចាក់បន្ថែមដើម្បីខ្ញុំបំភ្លឺឲ្យមើលឃើញតើជនក្បត់ហ្នឹងវានិយាយដើម្បីបំផន់មតិជាតិបន្តទៅទៀតយ៉ាងម៉េចបាទហើយអាកាត់ជំរើសវាមាន3លោកបានមានប្រសាសន៍ហើយសួរថាឥឡូវបើសិនជាភូមិយើងចូលទៅក្នុងទឹកដីវៀតណាមសួរថាតើយើងត្រូវកាត់ទាំងប្រជាជនទាំងទឹកដីឲ្យទៅវៀតណាមអញ្ចឹងឬមួយយ៉ាងម៉េចនេះជាដំណោះស្រាយទី1ដំណោះស្រាយទី2ឬមួយក៏ប្រជាជនយើងចលះចេញមកនៅក្នុងទឹកដីយើងវិញមកហើយចាក់ចេញពីភូមិករដែលគាត់រស់នៅតាំងពីដូនតានឹងមកធ្វើរបៀបហ្នឹងឬមួយយ៉ាងម៉េចដំណោះស្រាយទី3គឺតាក់ទងដោយជំរើសដែលល្អបំផុតរាជរដ្ឋាភិបាលបានគុណគូឲ្យប្រទេសជាច្រើនបានធ្វើអាដាមទេសរដ្ឋមន្ត្រីលោកមានប្រសាសន៍គឺការដោះដូរគ្នាដោះដូរទឹកដីដោះដូរដីបើយើងជ្រុលទៅគេ100ហិកតាយើងសងគេ100ហិកតាវិញហើយការសងនេះសងនៅក្នុងឃុំនៅក្នុងភូមិនៅក្នុងខេត្តតែមួយពីព្រោះឧទាហរណ៍វាមិនដែរយើងដេញដីនៅលោកជំទាវលោកបានប្រាប់ខ្ញុំច្បាប់ដីនៅតាមផ្លូវនរោត្តមផងយើងឯសាប់តែសងគេដីនៅឯណាកំពង់ស្ពឺនោះវាមិនត្រូវអាតម្លៃដីនេះវាខុសគ្នាអញ្ចឹងប្រហាក់ប្រហែលភូមិសាស្ត្រក្នុងការកាត់សងគ្នាទៅវិញទៅមកបះបើដោយសាររក្សាប្រជាជនឲ្យរស់នៅដដែលហើយការដែលបើសិនយើងកាត់ទាំងប្រជាជនទាំងដីឲ្យទៅនៅគេហើយគេនៅយើងវាពាក់ព័ន្ធរឿងតាំងពីវប្បធម៌ទំនៀមទម្លាប់ភាសាវៀតណាមមកនៅជាមួយយើងទៅចុះបញ្ជីទៅមកនៅជាជនជាតិយើងហើយយើងទៅនៅឯនោះហើយកាន់ពុទ្ធសាសនាតើសាសនាអីឡាក់អាហ្នឹងវាបញ្ហាច្រើនណាស់អានេះជាចំណុចមួយដែលខ្ញុំសូមជម្រាបជូនឥឡូវយើងមើលពីអាជនក្បត់ដែលការនិយាយស្ដីអាជនក្បត់កៅភ្លីភ្លើហ្នឹងដែលវានិយាយចេញមកអត់មានមូលដ្ឋានជាអ្នកដែលចេះដឹងអ្នកដែលរៀបចំបញ្ហាជាតិយើងជាអ្នកដឹកនាំយើងជារដ្ឋាភិបាលនៃការដឹកនាំប្រទេសជាតិដូច្នេះយើងត្រូវយល់ថាក្នុងតួនាទីយើងដើម្បីដាក់សិទ្ធិសញ្ញាឲ្យបានច្បាស់លាស់ហើយត្រូវការដោះដូរដីយ៉ាងម៉េចតួនាទីយើងទៅនិយាយពិភាក្សាជាមួយប្រជាពលរដ្ឋពិភាក្សាជាមួយម្ចាស់ដីត្រូវដោះស្រាយប្រាប់ថាឥឡូវហ្នឹងដីគេយកឬក៏ដីដែលត្រូវការដោះដូរយ៉ាងម៉េចអានឹងដែលយើងត្រូវភាសាជាមួយប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ជាពិសេសម្ចាស់ដីហើយដោះដូរឲ្យប្រជាពលរដ្ឋដែលគ្នារស់នៅហ្នឹងតើវាប៉ះពាល់យ៉ាងម៉េចហើយរឿងអីបែរយើងទៅចោទទៅលើប្រជាពលរដ្ឋមិនបានប្រាប់ប្រជាពលរដ្ឋពីបញ្ហាហៅថាប្រជាពលរដ្ឋហ្នឹងទៅធ្វើដីលើដីយួនយើងអត់បានប្រាប់គេទេបែរជាចង់បញ្ចប់មកចោទប្រជាពលរដ្ឋវិញថាប្រជាពលរដ្ឋហ្នឹងទៅលួចដីយួនអ្វីដែលប្រជាពលរដ្ឋធ្វើខំធ្វើនៅគេហៅថានៅដំណរតពូជរាប់រយឆ្នាំមកហើយទឹកដីហ្នឹងបែរជាបែរមកចោទប្រជាពលរដ្ឋថាប្រជាពលរដ្ឋហ្នឹងទៅលួចដីយួនទៅធ្វើស្រែទៅលើដីយួនតើ
ភាពយុត្តិធម៌នៅកន្លែងណាចំនួនបារាំងក៏បានបញ្ជាក់ច្បាស់ដែរបារាំងបានបញ្ជាក់ព្រំដែនច្បាស់ណាបានន័យថាទឹកដីទាំងអស់នៅក្នុងដី181,043គីឡូម៉ែត្រការ៉េអាហ្នឹងបារាំងបានបញ្ជាក់បង្ហាញឲ្យច្បាស់ពីបញ្ហាទឹកដីតើឥឡូវយើងសរុបរួមដីវិញទាំងអស់តើយើងយកពីប្រព័ន្ធ GPS ហើយយកមកគិតនៅក្នុងទូលេខទាំងអស់នៅក្នុងស្ថានភាពដីហ្នឹងតើវាគ្រប់ចំនួននៅក្នុងសម័យអាណានិគមបារាំងឬក៏អត់អ្វីក៏ដោយបើមិនគ្រប់ទេយើងត្រូវតែហៅបារាំងដើម្បីមកឡើងទៅលើអន្តរជាតិហើយចរចាគ្នាពិភាក្សាពីឲ្យបានច្បាស់លាស់រវាងព្រំដែនខ្មែរហើយនិងព្រំដែនយួនកំណត់កន្លែងណាឲ្យច្បាស់លាស់ហើយបន្ទាប់មកទៀតកន្លែងហ្នឹងដែលហៅថាវាជាសិទ្ធិសញ្ញាតែសិទ្ធិសញ្ញាមិនដែលមានតែប្រាប់ឲ្យពិគ្រោះជាមួយប្រជាពលរដ្ឋហើយមកដោះស្រាយនៅលើសភាឲ្យបានច្បាស់លាស់តើព្រំដែនយ៉ាងម៉េចដើម្បីយើងត្រូវការចរចាគ្នារវាងព្រំដែនដែលហៅពិភាក្សាគ្នាគឺហៅថាក្រុមចៅបំរើយួនសម្រាប់ខ្មែរពិភាក្សាអាកំបាំងឲ្យយួនធ្វើម៉េចធ្វើទៅខ្ញុំមិននិយាយអីវិញឆ្ងាយដូចហៅថាបញ្ជាក់បង្ហាញឲ្យបានច្បាស់ទេយើងលើកឧទាហរណ៍ជាក់ស្ដែងយើងមើលទៅនៅក្នុងព្រំដែនខាងលិចបានន័យថាដាក់ទាហាននៅព្រំដែនខាងលិចហើយព្រំដែនខាងកើតអត់មានទាហានមួយអានឹងបានន័យថាបញ្ជាក់បង្ហាញឲ្យឃើញថាគោលដៅគណៈបកនៅក្នុងរាជរដ្ឋាភិបាលខ្មែរយើងទាំងអស់ហ្នឹងសប្តាហ៍កំពុងតែបំរើយួនសម្រាប់ខ្មែរដល់គ្មានអ្នកឯងមានកែប្រែបានទេហើយកុំឲ្យយួនលេះហើយចំណុចណាមួយក៏ដោយសិតតែវិធីបំរើយួនសម្រាប់ជាតិខ្មែរបាទជាចុងបញ្ចប់អៀកំសីជាអ្នកវិភាគនយោបាយជារាជអាជ្ញាក្រៅប្រព័ន្ធដើម្បីចូលលើទស្សនៈនឹងបញ្ជាក់បង្ហាញឲ្យគេហៅថាអាកែវភ្លឺភ្លឺឯងកុំឲ្យយកទស្សនៈនឹងមកបំផ្លាញជាតិសម្រាប់ជាតិខ្លួនឯងហើយមកតាំងខ្លួនឯងជាអ្នកដែលស្នេហាជាតិស្នេហាជនក្បត់ជាតិបាទសូមអរគុណ